ជាដំបូងខ្ញុំសូមជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះវ៉ាហួរថ្ងៃនេះខ្ញុំមកនិយាយអំពី practice ទី3ដែលទាក់ទងទៅនឹងpacket management ក្នុងការ install ទៅលើ web server មុននឹងយើងធ្វើការ install ទៅលើ web server ហ្នឹងយើងត្រូវការ update ទៅលើ apt សិនដោយខ្ញុំប្រើប្រាស់ទៅលើ command មួយគឺ sudo update sudo apt update enter password នេះវាកំពុងដំណើរការទៅលើការ update ហើយបន្ទាប់ពី update ហើយយើងត្រូវការមួយទៀតគឺត្រូវការ install ទៅលើ Apache 2 ហើយក្នុងការ install ហ្នឹងខ្ញុំបានប្រើប្រាស់ទៅលើ command មួយគឺ sudo apt install Apache 2 enter នេះវាកំពុងដំណើរការទៅលើការ install Apache 2បាទគ្រូនេះវាបាន install ចប់ហើយតើមកយើងធ្វើការ check មើលថា Apache 2 ហ្នឹងដំណើរការល្អដល់ក្នុងការ check ហ្នឹងខ្ញុំបានប្រើប្រាស់លើ command មួយគឺ sudo apt sudo system ctl status apache 2 service enter sudo statusសុំទោសគ្រូថ្ងៃនេះខ្ញុំវាយស្រួលខុស co enter នេះគ្រូសម្រាប់ Apache 2 បានដំណើរការយើងមើលទៅលើ active running អញ្ចឹងមានន័យថា Apache ហ្នឹងគឺបានដំណើរការហើយបន្ទាប់មកទៀតខ្ញុំត្រូវការ check ទៅលើ IP hostname enter នេះគឺជា IP ដើម្បីខ្ញុំចូលទៅលើChrome ហើយខ្ញុំបានវាយទៅលើ IP ហ្នឹងដែល IP ហ្នឹង192.168.1.5 វាចេញបែបនេះដោយសារខ្ញុំបានតេស្តវាម្ដងហើយឥឡូវខ្ញុំធ្វើការដូរទៅលើ web server ម្ដងក្នុងការដូរហ្នឹងខ្ញុំបានប្រើប្រាស់ទៅលើ command មួយគឺនេះ command មុនហ្នឹងឥឡូវខ្ញុំធ្វើការដូរពីអានេះទៅលើ desktop ខ្ញុំដែលបានតាំងគឺ AU40 ម្ដងទៅលើ AU40 ខ្ញុំក៏ដូរកន្លែងហ្នឹងទៅ AU40 enter មក password enter ចឹងយើងចូលទៅមើលរបស់យើងថាវាកែប្រែនៅផ្លាស់ប្ដូរនៅនេះលោកគ្រូបានផ្លាស់ប្ដូរចំពោះការងារទី3របស់ខ្ញុំមានប៉ុណ្ណឹងទេសូមអរគុណគ្រូ